បាទសួស្តីអ្នកទាំងអស់គ្នាបាទជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញពីការប្រើប្រាស់រូបមន្តនៅក្នុង Excel ក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញការប្រើប្រាស់ if ជាមួយនឹង or បាទហើយក្នុងវីដេអូមុនខ្ញុំធ្វើការបង្ហាញ if ជាមួយនឹង and អញ្ចឹងតើទាំងពីរនេះវាខុសគ្នាបែបម៉េចបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងចូលទៅមើលការប្រើប្រាស់ហើយនឹងនិយមន័យនៃការប្រើប្រាស់រូបមន្ត if ជាមួយ or ទាំងអស់គ្នាបាទឥឡូវយើងមើលនេះការប្រើប្រាស់រូបមន្ត if ជាមួយ or គឺប្រើសម្រាប់កំណត់លក្ខខណ្ឌច្រើនដូចគ្នាក្នុងពេលតែមួយដូចគ្នាបាទនៅពេលដែលយើងចង់បានទិន្នន័យណាមួយចេញមកក្នុងចំណោមទិន្នន័យច្រើនមានន័យថាក្នុងលក្ខខណ្ឌដែលយើងកំណត់ជាច្រើនហ្នឹងអញ្ចឹងឲ្យតែមានលក្ខខណ្ឌណាមួយត្រូវនឹងលក្ខខណ្ឌដែលយើងបានកំណត់អញ្ចឹងវានឹងបង្ហាញឬក៏បោះលទ្ធផលមកឲ្យហើយបាទអញ្ចឹងវាខុសគ្នាពីលក្ខខណ្ឌដែលយើងកំណត់ if ជាមួយនឹង ជាមួយនឹង and បន្តិចបាទអញ្ចឹងបើយើងប្រើ if ជាមួយនឹង and លុះត្រាណាតែលក្ខខណ្ឌជាច្រើនដែលយើងបានកំណត់នោះវាត្រូវគ្នាទាំងអស់ត្រូវទៅតាមអ្វីដែលយើងបានកំណត់ទាំងអស់ទៅវាបោះតម្លៃឲ្យបោះផលឲ្យចំណែក if ជាមួយ or នេះនៅពេលដែលយើងចង់បានទិន្នន័យណាមួយចេញមកក្នុងចំណោមទិន្នន័យច្រើនអញ្ចឹងឲ្យតែមានទិន្នន័យណាមួយវាត្រូវក្នុងលក្ខខណ្ឌដែលយើងចង់បានអញ្ចឹងវានឹងបង្ហាញលទ្ធផលឲ្យបាទអញ្ចឹងយើងមើលអានតទៅទៀតមានន័យថាក្នុងចំណោមលក្ខខណ្ឌច្រើនឲ្យតែមានលក្ខខណ្ឌណាមួយដូចដែលគេចង់បានអញ្ចឹងវានឹងបោះលទ្ធផលឲ្យបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បាទឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងយើងមើលសំណួររបស់គេនេះតកតងសំណួរនេះមានន័យថា give a bonus អញ្ចឹងមានន័យថាតកតងក្នុងការផ្ដល់ bonus ឲ្យបុគ្គលិកចោះបាទបើសិនជាឧទាហរណ៍ថាកន្លែងនេះបើសិនជាបុគ្គលិកហ្នឹងគាត់លក់តំណែងឬលក់អ្វីទៅណាលក់មានថាធំជាងឬស្មើ 10000 ទៅអញ្ចឹងកន្លែងនេះមានន័យថាបើសិនជាបុគ្គលិកហ្នឹងគាត់លក់ដាច់បានចាប់ពី $10000 អញ្ចឹងទៅធំជាងឬស្មើ $10000 ឬក៏មួយទៀតនេះកន្លែងលក្ខខណ្ឌឬក៏មួយទៀតបុគ្គលិកហ្នឹងធ្វើការបានរយៈពេលចាប់ពី3ឆ្នាំឡើងទៅមានថាធំជាងឬស្មើ3ឆ្នាំឡើងទៅអញ្ចឹងគេនឹងមានបណ្ដឹងសម្រាប់បុគ្គលិកហ្នឹងហើយបាទអូខេឥឡូវយើងមកមើលការអនុវត្តទៅនឹងលំហាត់នេះទាំងអស់គ្នាបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំស្មើហើយខ្ញុំសរសេររូបមន្ត if ហើយ or បាទតបមកកន្លែងនេះខ្ញុំចង់ select ទៅលើធ្វើទៅលើលក្ខខណ្ឌណាមុនក៏បានដែរយើងអាច select ទៅលើកន្លែង cell នេះមុនក៏បានឬកន្លែង year work នេះក៏បានដែរ worksheet នេះក៏បានដែរបាទចឹងឥឡូវខ្ញុំ select ទៅលើ cell នេះមុនមកហើយខ្ញុំកំណត់លក្ខខណ្ឌបើសិនជាបុគ្គលិកហ្នឹងគាត់លក់បានមានថាចាប់ពីមក$10000ឡើងទៅអូខេខ្ញុំដាក់10000អូខេបៀស1ហើយបន្តមកកន្លែងនេះខ្ញុំ select ទៅលើកន្លែង year worksheet នេះមកអូខេហើយខ្ញុំកំណត់ធំជាងឬស្មើបាន3ឆ្នាំបាទហើយខ្ញុំធ្វើការបិទមុំកញ្ចក់បាទអញ្ចឹងអស់លក្ខខណ្ឌហើយអញ្ចឹងកន្លែងនេះយើងក្បៀសមួយមកអញ្ចឹងបើសិនជាវាចូលក្នុងលក្ខខណ្ឌទាំងពីរនេះមិនថាលក្ខខណ្ឌណាមួយទេបើសិនជាវាចូលក្នុងលក្ខខណ្ឌណាមួយក្នុងលក្ខខណ្ឌទាំងពីរនេះអញ្ចឹងវានឹងបោះដកយើងនឹងបង្ហាញតម្លៃឲ្យបោះលទ្ធផលឲ្យដាក់ bonus អញ្ចឹងមានថាបុគ្គលិកហ្នឹងនឹងបាន bonus អញ្ចឹងឥឡូវនេះយើងដាក់ bonus មកបាទអូខេយើងក្បៀសមួយអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌទាំងពីរនេះបើសិនជាវាត្រូវនៅក្នុងលក្ខខណ្ឌមួយណាអញ្ចឹងវានឹងចាប់យក bonus នេះបាទតម្លៃវានឹងបោះឲ្យ bonus អញ្ចឹងបើសិនជាវាខុសទាំងពីរខុសលក្ខខណ្ឌទាំងពីរហ្នឹងអញ្ចឹងយើងដាក់ no bonusតែប៉ុណ្ណឹង
ហើយយើងធ្វើការ enter មកអូខេអញ្ចឹងយើងមើលអូខេឥឡូវខ្ញុំធ្វើការទាញទិន្នន័យបង្ហាញទាំងអស់សិនបាទអញ្ចឹងយើងមើលកន្លែងនេះបុគ្គលិកហ្នឹងគាត់មានថាលក់បាន 15000 ហើយធ្វើការបានតែ2ឆ្នាំទេបាទអញ្ចឹងមានន័យថាកន្លែងនេះអត់គ្រប់គោលការណ៍ដែលគេបានបំណឹះទេប៉ុន្តែគាត់គ្រប់គោលការណ៍កន្លែងគាត់លក់បានប្រាក់10000នេះចាប់ពី10000ឡើងទៅនេះអញ្ចឹងគាត់បានបំណឹះចំណែកឈ្មោះតារានេះអញ្ចឹងគាត់លក់បានតែ8000ទេហើយធ្វើការបានតែ1ឆ្នាំអញ្ចឹងមានន័យថាកន្លែងនេះគឺអត់គ្រប់ក្នុងលក្ខខណ្ឌយើងទាំងពីរអញ្ចឹងមានន័យថា no បំណឹះបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់តកតងពីការប្រើប្រាស់រូបមន្ត if ជាមួយ if ជាមួយ or បាទអូខេហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទ